សួស្តីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំមាន3រឿងតាក់ទងទៅនឹងខ្មោចលងពិតចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាតោះទៅស្ដាប់រឿងនឹងទាំងអស់គ្នារឿងទី1រឿងមរតអាបរឿងនេះបានកើតឡើងអំឡុងពេលមួយឆ្នាំមុនពូនំជាកសិករមួយរូបដែលមានជីវភាពខ្វះខាតខ្លាំងណាស់នៅក្នុងស្រុកភូមិឆ្នាំនេះគាត់មានអាយុប្រហែលជាង40ហើយប៉ុន្តែគាត់ពុំទាន់មានគ្រួសារនោះទេដោយសារស្ថានភាពដ៏លំបាករបស់គាត់ទើបគាត់សម្រេចចិត្តមិនយកប្រពន្ធទេព្រោះគាត់គិតថាគ្មានលទ្ធភាពចិញ្ចឹមគេជារៀងរាល់ថ្ងៃគាត់អាចចិញ្ចឹមជីវិតដោយការដើរស៊ីឈ្នួលគេដើររើសខ្យងខ្ចៅឬបេះបន្លែលក់បណ្ដេចបណ្ដួចគ្រាន់នឹងបានកំដរជីវិតអ្វីត្បិតតែពូនំជាជនទូរគត់ក្រខ្សត់ប៉ុន្តែគាត់ជាមនុស្សមានសន្តានចិត្តល្អណាស់គាត់តែងឧស្សាហ៍ជួយទុកធុរៈរបស់អ្នកភូមិផងរបងជាមួយប៉ុន្តែគ្រាន់តែគាត់មិនសូវចេះនិយាយស្ដីលេងសើចអីទេដោយសារតែទម្លាប់ដើរស៊ីឈ្នួលគេដើររើសខ្ចៅខ្យងនេះហើយទើបធ្វើឲ្យគាត់ពុំចេះខ្លាចអ្វីនោះទេមិនថាខ្មោចព្រីបិសាចអ្វីដែលគាត់ខ្លាចនោះគឺដាច់លុយអត់បាយហូបជាងនិយាយមកដល់ត្រឹមនេះខ្ញុំក៏នឹកឃើញរឿងមាន់ទីអ្នកភូមិដែលតែងតែបាត់ស្ទើរតែរាល់យប់ផ្ទះខ្លះអស់ពីទ្រង់ក៏មានប៉ុន្តែគ្រប់គ្នាមិនហ៊ាននិយាយត្អូញត្អែរទេដោយគ្រប់គ្នាយល់ថាជាអំពើចោរខ្លាចចោរមកសម្លាប់ឬធ្វើបាបពេលដែលមានសម្លេងមាន់ទីស្រែកក៏មិនហ៊ានចុះពីលើផ្ទះដែរដោយខ្លាចអន្តរាយយប់នេះក៏ដូចសពមួយដងដែរក្នុងភូមិហាក់បីដូចស្ងប់ស្ងាត់ណាស់គ្រប់គ្នារស់រាន់ឡើងលើផ្ទះបិទទ្វារជិតឈឹងសម្លេងឆ្កែព្រុសលូពេញផ្លូវខ្យល់ក៏បក់មកត្រជាក់ស្រិបដូចទឹកកកយូគេសម្លេងដូចជាអ្វីធ្ងររហ័សជួនកំពុងផ្ទៀងត្រជាក់ស្ដាប់ក៏ភ្ញាក់ក្រញាំងភ័យស្ទើរប្រហោងពោះព្រោះសំឡេងឆ្កែព្រុសលាន់ពេញក្រោមផ្ទះប្លែកអីតែខ្ទង់កំសត់របស់ពូនំខណៈគេកំពុងតែបិទទ្វារភ័យខ្លាចគាត់កំពុងតែអុជចម្រៀងផ្លុំហើយអង្គុយធ្វើស្នាដើម្បីងាយស្រួលដើរទៅរកឆ្លុះពេលខែភ្លៀងខណៈពេលគាត់កំពុងតែអង្គុយបិទឫស្សីធ្វើស្នានោះស្រាប់តែគាត់ទៅសំឡេងមាន់ផ្ទះពូច័ន្ទដែលនៅជាប់នោះស្រែកផ្អើលពេញទ្រុងប៉ុន្តែពុំឃើញពូច័ន្ទចុះមកមើលទេឃើញដូចនេះពូនំក៏អើតមើលតាមរបងផ្ទះក៏ឃើញមានពន្លឺអ្វីទេពណ៌ខៀវលោតភ្លឹបភ្លែតហើយឃើញស្រមោលខ្មៅអណ្ដែតផ្លុងសក់រតាយគួរឲ្យខ្លាចណាស់ប៉ុន្តែហេតុតែពូនំមិនចេះខ្លាចគាត់ក៏ស្រែកទៅថាយេអាចោចង្រៃខ្វះការងារអីល្អម្ដេចក៏មិនទៅធ្វើទៅមកលួចមាន់ទីគេអញ្ចឹងអាចោចង្រៃស្រែកប៉ុណ្ណឹងហើយនៅមិនព្រមចេញទៀតហើយដោយឃើញថាការស្រែករបស់គាត់ពុំបានផលពុំនំក៏លីកំបិតផ្គាក់ដើរសំដៅទៅហើយស្រែកគំរាមចុងក្រោយថាបើឯងមិនចេញទេអញកាប់ហើយគ្រាន់តែដូច្នេះស្រាប់តែពន្លឺនោះបានហោះស្ទុះចេញវឹងឃើញតែក្បាលនិងពោះវានៅតែគួរឲ្យខ្លាចណាស់មុខវានោះសុទ្ធតែឈាមមើលមុខមិនស្គាល់ទេភ្លាមនោះពូនំក៏វាសមួយកំបិតផ្គាក់ទៅចំពោះវាធ្វើឲ្យអាប់នោះឈឺចាប់ស្រែកត្រហើមយ៉ាងខ្លាំងនិងបានហោះយ៉ាងលឿនសម្ដៅទៅព្រៃពូនំក៏ស្រែកប្រាប់ពូច័ន្ទនិងអ្នកភូមិឲ្យដឹងទើបគ្រប់គ្នារូតរះចុះពីលើផ្ទះហើយសម្ដៅទៅផ្ទះមេភូមិក៏ចាត់ឲ្យអ្នកភូមិទាំងអស់គ្នាកាន់អាវុធដើម្បីដើររកអាប់នោះព្រោះវាត្រូវរបួសហើយរត់ទៅណាមិនឆ្ងាយទេគ្រប់គ្នាបានដើរសម្ដៅទៅព្រៃជ្រៅខាងក្រោយភូមិតាមពូនំប្រាប់ប៉ុន្តែពេលចូលទៅដល់ពាក់កណ្ដាលគ្រប់គ្នាមិនហ៊ានចូលទេដោយខ្លាចក្រែងរអាព្រោះល្បីថាព្រៃនេះមានតែខ្មោចសាហាវនិងព្រីកាន់អាចមានគ្រោះថ្នាក់ទើបពំនំសម្រេចចិត្តចូលម្នាក់ឯងដើម្បីតាមចាប់អាប់នោះម្យ៉ាងគាត់គិតថាគាត់ខ្លួនឯងកើតមកកំព្រាស្រេចហើយបើស្លាប់ក៏មិនមានអ្នកណាកើតទុកដែរថាហើយគាត់បានរត់សម្ដៅយ៉ាងលឿនដេញតាមអាប់នោះពីក្រោយរត់មួយសន្ទុះក៏ចូលទៅព្រៃជ្រៅងឹតស្លុបខ្យល់ក៏ធ្លាក់ត្រជាក់ខ្លាំងបក់មកត្រជាក់ស្រិបដល់ឆ្អឹងខ្នងបរិយាកាសពិតជាគួរឲ្យព្រឺព្រួចណាស់ពូនំរេមើលឆ្វេងស្ដាំមិនឃើញភ្លើងអាប់នោះសោះភ្នែកគាត់ខំសម្លឹងយ៉ាងយូរ
ក៏ឃើញភ្លើងក្រហមលោតភ្លឹបភ្លែតក្បែរគល់ឈើធំមួយដើមគាត់ក៏ដើរលុបដោយដៃកាន់កំបិតយ៉ាងមាំគិតថានឹងកាប់ប្រហារឲ្យស្លាប់តែម្ដងពួកអាបបំផ្លាញអ្នកស្រុកបែបនេះលុះដើរទៅដល់ចិត្តបំរុងនឹងយាកំបិតប្រឡាយទៅហើយក៏អាបនោះស្រែកអង្វរថាសូមគុំសម្លប់ខ្ញុំអីនាំឲ្យមានបាបជាប់ខ្លួនទេសូមលើកលែងឲ្យខ្ញុំម្ដងទៅបើយើងលើកលែងឲ្យឯងពិតជាមានឱកាសមកកាច់ធ្វើបាបយើងមិនខានទេអ្នកឲ្យតែអ្នកព្រមខ្ញុំនឹងបង្ហាញមរតកទ្រព្យដែលខ្ញុំនៅសល់បានកប់ទុកជាយូរហើយជូនអ្នកខ្ញុំសុំតែអ្នកលើកលែងបំណោះចុះធ្វើម្ដេចយើងនឹងជឿបានទៅថាទ្រព្យនោះមានពិតមែនឲ្យតែអ្នកព្រមខ្ញុំនឹងនាំផ្លូវគឺនៅក្នុងព្រៃនេះឯងគិតមួយស្របក់ពូនំក៏យល់ព្រមរួចអាចនោះក៏ហោះនាំផ្លូវពូនំទៅពូនំដើរបានប្រហែលជា200ទៅ300ម៉ែត្រអាប់នោះបាននិយាយប្រាប់ពីកន្លែងមរតកទ្រព្យនោះឲ្យពូនំគាត់កាយយកពូនំក៏កាយតាមដែលអាប់ប្រាប់ពិតជាឃើញមានក្រតូចមួយល្មមមែនគាត់ក៏បំរុងនឹងបើកហើយស្រាប់តែអាប់នោះស្ទុះមួយទំហឹងមកខំចំពូនំឃើញដូចនេះពូនំក៏វាសកំបិតមួយទំហឹងបណ្ដាលឲ្យដាច់ក្បាលអាចនោះធ្លាក់មកដីឯពូនំវិញមានការឈឺចាប់មុខរបួសខ្លាំងណាស់ហើយក៏ឈឺចិត្តខ្លាំងណាស់ដែរដែលចាញ់បោកអាប់នោះដោយពេលបើកក្រនោះឡើងមានតែក្រណាត់ចាស់ពីរបីដុំដែលចាយន្តបាឡេប៉ុណ្ណោះក្រោយពីបានសម្លាប់អាប់នោះរួចពូនំក៏យកក្បាលអាប់នោះទៅជួបមេភូមិដើម្បីឲ្យអ្នកស្រុកបានដឹងគ្រប់គ្នាប៉ុន្តែគាត់ក៏ត្រូវអ្នកភូមិសុំឲ្យចាក់ចេញដែរដោយសារតែគាត់បានត្រូវអាប់ខំអញ្ចឹងគាត់ជាមនុស្សល្អអ្នកភូមិមិនដាច់ចិត្តប្រហារគាត់ទេមានតែនិរទេសគាត់ចេញប៉ុណ្ណោះដោយយល់ពីចិត្តរបស់អ្នកភូមិពូនំក៏សម្រេចចិត្តចាក់ចេញពីភូមិនោះហើយក៏បាត់ដំណឹងរហូតមករឿងទី2រឿងយាយអាបរឿងនេះដំណើរពីយាយចាស់ម្នាក់ឈ្មោះយាយវីរស់នៅជាមួយកូនគាត់មានអាយុប្រហែលជា60ឆ្នាំប្លាយគាត់មានកូនទាំងអស់4នាក់ហើយសប្តាហ៍ថ្ងៃកូនបានបែកមានគ្រួសារអស់ហើយកូនស្រីពើរបស់គាត់ឈ្មោះព្រឹមក៏បានសុំឲ្យគាត់មកនៅជាមួយក្រោយរៀបការបាន2ឆ្នាំកូនព្រឹមក៏មានផ្ទៃពោះកូនដំបូងដែលពេទ្យអេកូមើលទៅជាកូនស្រីនាងសប្បាយចិត្តណាស់រហូតដល់ថ្ងៃឆ្លងទន្លេនាងពុំបានទៅមន្ទីរពេទ្យទាន់ទេទើបឆ្លងនៅផ្ទះខ្លួនឯងដែលមានយាយវីជាម្ដាយជាឈ្មោះបុរាណស្រាប់ផងគាត់ក៏បានជួយបង្កើតកូនឲ្យនាងដោយសារនាងមានកូនដំបូងផងនោះក្រោយសម្រាលរួចនាងអស់កម្លាំងពេកសន្លប់បាត់ស្មារតី1ម៉ោងក្រោយមកនាងបានដឹងខ្លួនវិញស្រាប់តែឮសំឡេងមនុស្សម្នាយំនៅក្បែរនាងក៏ហាមកសួរទៅកាន់ប្តីរបស់នាងបងនរណាកើតអីបានជាយំអញ្ចឹងអូនត្រូវតាំងចិត្តឲ្យរឹងមាំណាអូនកូនរបស់យើងប្តីនិយាយលួងលោមប្រពន្ធកូនរបស់យើងយ៉ាងម៉េចបងនាងសួរទាំងទឹកមុខភ័យស្លេកស្លាំងកូនរបស់យើងកើតហើយមានមុខមាត់ស្អាតណាស់ដូចអូនបេះបិទអូនអរណាស់តែថៃបានជាបងយំតែកូនយើងបានស្លាប់ហើយអូនពុទ្ធោកូនមានសម្ដាយម្ដេចក៏កូនទៅចោលម្ដាយយ៉ាងនេះម្ដាយខំពោពោះកូនរាប់ខែសង្ឃឹមឃើញមុខកូនតែឥឡូវកូនបែរជាស្លាប់ចោលម្ដាយទៀតឲ្យម្ដាយរស់យ៉ាងណាព្រមយំអោបប្តីរបស់នាងទឹកភ្នែកគួរឲ្យអាសូរណាស់តែបងឯណាកូនយើងម៉ែគាត់យកទៅបញ្ចុះបាត់ហើយព្រោះដំណំគេមិនឲ្យទុកលើផ្ទះទេណាហើយអូនកាត់ចិត្តទៅធ្វើម៉េចកូនយើងមិនអាចរួមរស់ជាមួយយើងបានទេកុំមើលកូនអីកុំឲ្យកូនអាឡ័យប្រពន្ធក៏តាមចិត្តប្តីមិនបានសួរនាំអ្វីច្រើននោះទេដោយអស់កម្លាំងពេកប្រហែលជា2ខែក្រោយមកនាងក៏ពោពោះកូនជាលើកទី2នាងសប្បាយចិត្តណាស់បែបនទេវតាឲ្យតាមថែរក្សាកូននេះកុំឲ្យដូចកូនលើកមុនយប់នេះជាយប់15កើតពេញបូរមេងយាយវិហៈបីដូចប្លែកគាត់មិនឃ្លានបាយហើយក៏មិននិយាយស្ដីដែរគាត់ដើរចូលសម្រាកក្នុងបន្ទប់បាត់តាំងពីក្បាលប្រលប់ម៉ោងប្រហែលជា01រំលងអាធ្រាត្រសំឡេងឆ្កែលូពីនីល្វើយមានទីទុយយំផងសូរខ្លែ
ស្រាក់បន្លឺឡើងម្ដងជួនជាខ្យល់បក់តិចលហៀបផងនឹកដល់ស្ថានភាពបែបនេះពិតជាអារម្មណ៍ថាព្រឺមិនដឹងយ៉ាងម៉េចទេមើលអាយីវីឯនេះវិញចាប់ផ្ដើមរមួលរមិញត្រគូជើងចុះឡើងឯដៃរបស់គាត់ស្ទាបច្របាច់ក៏របស់គាត់ហើយលៀនអណ្ដាតភ្លេងដូចជាឃ្លានចង់ស៊ីស្អីណាស់ចឹងភ្នែករបស់គាត់ធំដកដង្ហើមមួយវែងហឺស្រាប់តែគាត់ប្រែជាមានចង្កូមដូចខ្លាក្បាលរបស់គាត់បានដកចេញពីដងខ្លួនដោយទាំងពោះវៀនពោះតាំងមួយធ្លេប្រមាត់ពណ៌ខៀវលោតភ្លើងដូចភ្លើងស៊ីញ៉ូម៉ូតូចឹងក្បាលនោះក៏បានហោះទៅកាន់វាលស្រែខាងកើតភូមិយប់ស្ងាត់ណាស់ទៅហើយមនុស្សម្នាក់ដេកលក់អស់ទៅហើយនៅសល់តែមនុស្ស2 3នាក់កំពុងតែអង្គុយដកមេទឹកត្នោតជូរស្រវឹងវ៉ែពេញនឹងពេលស្រវឹងហើយក៏កើតគំនិតចង់នាំគ្នាទៅឆ្លុះកង្កែបទុកខ្លែមសម្រេចហើយក៏នាំគ្នាដើរកាន់ចន្លុះទៅកាន់វាលស្រែដាវីត្រលន់តនបានម្នាក់4-10ដែរក៏ប្រទះកង្កែបអុកធំមួយកំពុងតែស្រែក Help me Help មីពូចិនដើរទៅមុខគេតាមរកសំឡេងកង្កែបនោះស្រាប់តែអាប់ជួយផងអាប់ដោយគាត់ស្រវឹងជោគជុំខ្លាំងពេកគាត់ក៏បានជំពប់ជើងដួលនិងដុំត្រកក៏ត្រូវអាប់យីវីខំក្របោះគាត់ស្លាប់មួយរំពេចឯអ្នកដទៃទៀតដើរឆ្ងាយពីគាត់ក៏បាត់គាត់យូរពេកក៏ដើរតាមរកហើយស្រែកអាចិនហលាបានហើយទៅផ្ទះវាយអញមួយដេកណាស់អាចិនអាចិនចុំអានេះវាទៅណាវាវៃដើរមួយសន្ទុះក៏ស្រាប់តែជួបខ្មោចពូចិនកំពុងត្រូវយីវីខំទីងពោះវៀនអាដែងជួយគ្នាវាយអាប់ស៊ីអាចិនហើយវាយអាប់យាយវីឃើញមនុស្សច្រើនក៏ហោះរត់បាត់ស្រមោលតែម្ដងព្រឹកឡើងមនុស្សម្នាផ្អើលឈូឆរទៅមើលសពពូចិនឃើញអស់ពោះវៀងខ្ទេចនាងព្រឹមក៏បានទៅមើលនឹងគេដែរហើយមកវិញប្រាប់យាយវីម៉ែយប់មិញពូចិនទៅឆ្លុះកង្កែបអាប់ស៊ីគាត់ភូមិយើងឥឡូវមានអាប់ផងម៉ែនរណាគេទៅហោះម៉ែក៏ទៅនឹងដឹងនឹងដែរកូនឯងប្រយ័ត្នកុំដើរទៅណាផ្ដេសផ្ដាសយប់ប្រលប់ឬទេគាត់និយាយដូចធ្វើអត់ដឹងអីសោះម៉ងចាស់កន្លងផុតទៅយ៉ាងឆាប់រហ័សនាងព្រឹមក៏បានឆ្លងទន្លេកូនទី2ម្ដងនេះកូននាងជាកូនប្រុសត្រលុកត្រលូនគួរឲ្យស្រឡាញ់ណាស់ប្តីនាងបានយកសុបកូនទៅកប់នៅក្រោយផ្ទះអាយីវីក៏សួរបញ្ជាក់កូនប្រសានាងកូនសុកអាអូនកូនកប់នៅណាបាត់ម៉ែនៅក្រោយផ្ទះយើងម៉ែក្បែរដើមស្វាយក្រោយនឹងល្អហើយកប់ឲ្យចិត្តល្អណាកូនក្រែងមានពួកអាប់វាមកស៊ីណាបាត់ម៉ែខ្ញុំកប់មិនជ្រៅទេព្រោះអាំងនៅក្រោយផ្ទះទេហើយផ្ទះយើងក៏គ្មានឆ្កែឆ្មាយណាទៅកាយដែរមិនអីទេចឹងនោះយប់ជ្រៅបណ្ឌិតយាយវីប្រតិបត្តិការដកដូចមុនទៀតតែលើកនេះនាងមិនទាន់ដេកលក់ទេគេសំឡេងម្ដាយក្មេកក៏កើតឆ្ងល់តែមិនហ៊ានសួរទេក៏សំងុំមួយសន្ទុះក៏ស្ងាត់សំឡេងទៅវិញគេគិតថាគាត់ដេកលក់ហើយមើលទៅបានមួយស្របក់នាងក៏មានអារម្មណ៍ចង់ឈឺនោមក៏ដើរចុះទៅក្រោមផ្ទះនោមហើយត្រឡប់ឡើងមកវិញដោយមិនអស់ចិត្តនឹងម្ដាយក្មេកក្រែងលោកគាត់កើតអីមិនស្រួលខ្លួនក៏ចូលទៅបើកទ្វារលបមើលគាត់ក៏ស្រាប់តែពុទ្ធោម្ដាយក្មេកខ្ញុំជាអាបមិនបានទេខ្ញុំត្រូវតែប្រាប់រឿងនេះដល់ប្រពន្ធខ្ញុំទៅអូនងើបឡើងម៉េចបងមានរឿងអីហ្នឹងអូនដើរមកតាមបងមកនឹងដឹងហើយម៉ែ
ពុទ្ធោបងមេឃម៉ែគាត់ទៅជាចឹងវិញចឹងបាននៃអាបដែលសម្លាប់ពូចិនថ្ងៃមុនគឺឈប់អូនគាត់មកវិញហើយយើងទៅដេកសិនទៅចាំស្អែកចាំគិតទៀតលុះយប់ស្អែកឡើងយីវីក៏ដកទៅរកស៊ីទៀតម្ដងនេះគាត់ចេញមិនបានកន្លះម៉ោងផងក៏ត្រឡប់មកវិញព្រោះដឹងថារូបរាងកាយរបស់គាត់មានអ្នកប៉ះពាល់ហើយពិតដូច្នោះមែនគឺសំណាងបានត្រឡប់រូបរាងកាយរបស់គាត់ធ្វើឲ្យគាត់មិនអាចចូលរៀងកាយបានទេគាត់ក៏ស្រែកអង្វរកូនកូនជួយម្ដាយម្ដងទៅម្ដាយសន្យាម្ដាយមិនធ្វើបែបនេះទៀតទេម្ដាយសុំទោសកូនស្រីឯងលើកមុននោះគឺម្ដាយជាអ្នកស៊ីទេម្ដាយសុំទោសណាម្ដាយមិនធ្វើបាបកូនទៀតទេដោយទុនចិត្តអាណិតម្ដាយផងសំណាងក៏សម្រេចប្រែរូបរបស់គាត់មកដូចដើមវិញលុះក្រោយមករឿងយីវីជាអាបបានដឹងឬដល់អ្នកភូមិពួកគេក៏ជំនុំគ្នាដើម្បីកង់ចាត់យីវីចោលថ្ងៃនេះយីវីទៅចំការម្នាក់ឯងនៅឆ្ងាយពីភូមិប្រហែលជា8គីឡូម៉ែត្រគាត់ដាំស្រូវកំពុងតែអោនងើបដកស្មៅក៏ស្រាប់ឬស្នូកាំភ្លើងផ្ទុះជាប់គ្នា3គ្រាប់ភងយីវីដួលខ្ពកស្លាប់នឹងកណ្ដាលចំការឈាមហូរស្រោចជោគខ្លួនក្រោយមកសពគាត់ក៏ត្រូវបានកូនចៅបូជាទៅតាមប្រពៃណីនេះជាវិធីដោះស្រាយពេលដឹងថានរណាជាអាបមួយត្រឡប់រៀងក្រោយរបស់អាបនោះផ្កាប់មុខឬបញ្ច្រាស់ជើងពេលអាបដករួចចូលមកវិញមិនរួចទេបើចូលរួចគឺមិនអាចដើរបានទេតតែដកម្ដងទៀត2បញ្ច្រាស់ជណ្ដើរផ្ទះរបស់យើងនោះមនុស្សដែលជាអាបនោះមិនហ៊ានឡើងផ្ទះទេខ្ញុំធ្លាប់សាករួចហើយឃើញថាមានប្រសិទ្ធភាព3យកធាងត្រាវទុកវីទៅលើអាបនោះ4យកបន្លាឫស្សីឬពុត្រាវីនៅពេលអាបនោះកំពុងដកហោះរកចំណីរឿងទី3រឿងម្ចាស់ព្រៃខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតជាធ្លាប់បានដឹងបាននៅខ្លះហើយចំពោះរឿងដើរក្នុងព្រៃដែលចាស់តែងតែនិយាយគ្នាថានៅក្នុងព្រៃតែងតែមានម្ចាស់ព្រៃថែរក្សាដូចជាអ្នកតាចាស់ស្រុករកទេវតានាងពួនឬក៏មានព្រាយកាន់ជាដើមហេតុដូចនេះហើយទើបគាត់ហាមមិនឲ្យនិយាយអ្វីផ្ដេសផ្ដាសពាក្យអសុរោះជាដើមឬក៏ការប្រព្រឹត្តនៅអំពើបាបកម្មផ្សេងសម្លាប់សត្វសម្លាប់ជីវិតមនុស្សប្រមាថកាប់ទានអ្នកដទៃជាដើមរឿងនេះមានសេចក្តីថានៅក្នុងព្រៃជ្រៅមួយចម្ងាយពីផ្លូវជាតិជាង10គីឡូម៉ែត្រគឺមានមនុស្សប្រហែលជា10គ្រួសារប៉ុណ្ណោះដែលចូលទៅរស់នៅហើយក្រោយមកក៏មានអ្នកស្រុកចេញចូលជាហូរហែដោយសារតែព្រៃនោះជាតំបន់រ៉ែមាសដ៏សម្បូរបែបគ្រប់គ្នាមិនថាជិតឬឆ្ងាយបានចូលទៅរកជីក្រែងរ៉ែមាសនឹងគេនីតាជានារីដ៏ស្រស់ស្អាតម្នាក់ប៉ុន្តែកើតក្នុងត្រកូលក្រខ្សត់នៅខេត្តកំពង់ធំនាងបានចេញមកជាមួយម្ដាយនាងមករកមាសនឹងគេដោយសារតែឪពុកនាងមានជំងឺប្រចាំកាយត្រូវការប្អូននាងជួយថែទាំនៅពេលមកដល់នាងបានជួបខ្ញុំជាអ្នកចម្ងាយដែលកាលនោះខ្ញុំក៏ទៅរកមាសនឹងគេដែរនិយាយទៅកាលនោះម្នាក់បើគិតរឿងស្នេហាបែបគិតមិនចេញទេជីវភាពសុទ្ធតែត្រដាបត្រដួសរៀងខ្លួនប៉ុន្តែការកើតសេចក្តីស្រឡាញ់ពិតជាជៀសមិនរួចនោះទេនៅទីនោះមានបុរសម្នាក់ឈ្មោះអាឆើតជាក្មេងកាំងនៅតំបន់នោះគ្រាន់តែឈ្មោះក៏មើលដឹងដល់ក្រយៅគូទ្វាហើយវាឆ្លើយសម្បើមណាស់ក្នុងភូមិនោះភាគច្រើនជាមនុស្សផឹកមិនទាន់មានមេភូមិនោះទេដោយសារតែទើបមានមនុស្សមករស់នៅបណ្ឌិតបណ្ដួចនៅពេលវាជួបអូននីតានិងខ្ញុំកំពុងដើរជាមួយគ្នាវាសម្លឹងមិនដាក់ភ្នែកនោះទេហើយបោះសម្ដីថាថ្ងៃណាមួយនាងនឹងក្លាយជារបស់វាការរកមាសនៅទីនោះក៏ពិបាកណាស់ដែរដោយសារតែខ្វះទឹកជាខ្លាំងហើយខ្វះខាតបន្លែដែរបើសាច់មិនខ្វះទេសម្បូរណាស់សាច់ព្រៃដែលជាប់អន្ទាក់តាមទឹកភក់តិចមានត្រីអន្ទង់មិនដាច់ទេទើបខ្ញុំនឹង
រូសាអូនីតាសម្រេចគ្នាចូលទៅព្រៃជ្រៅដែលល្បីថាសម្បូរមាសធំណាស់បាននរណាមានភ័ព្វនឹងបានដូចបំណងប៉ុន្តែព្រៃនោះក៏មានម្ចាស់ព្រៃរក្សាដែរក្រោយពីដឹងថាខ្ញុំនិងអូនីតាទៅព្រៃនោះអាឆើតវាក៏តាមទៅដែរប៉ុន្តែដឹងស្រាប់ហើយមនុស្សថ្មិលវាពិតជាមិនជឿរឿងម្ចាស់ព្រៃនោះទេពេលចូលទៅដល់ព្រៃវាបានជេរប្រមាថពួកខ្ញុំហើយនិយាយគ្មានម្ចាស់ព្រៃស្អីនោះទេស្រាប់តែយប់ឡើងមិនដឹងមូសមកពីណាទេឃើញហោះយ៉ាងសម្បើមសម្ដៅទៅកន្លែងអាឆើតដេកមួយសន្ទុះវាសំឡេងវាស្រែកផ្អើលពេញព្រៃស្អែកឡើងអាឆើតចាប់ផ្ដើមក្តៅខ្លួនញាក់ខ្ញុំក៏ប្រាប់ថាវាអាចគ្រុនចាញ់តែវាមិនស្ដាប់ទេហើយថែមទាំងប្រមាថរកវាខ្ញុំទៀតផងល្ងាចមួយពេលខ្ញុំនិងអូននីដារកមាសបានប្រហែលជា2ហ៊ុនដែរខ្ញុំក៏ផ្ញើអូននីតាយកទៅលក់នៅឯស្រុកដោយជិះម៉ូតូជាមួយអ្នកក្បែរនោះគាត់ត្រូវទៅលក់ដែរឯខ្ញុំនិងម្ដាយអូននីតានៅជីកបិណ្ឌអូននីតាចេញទៅពីព្រឹករហូតដល់ល្ងាចម៉ោងជាង05:01មិនទាន់ឃើញមកដល់ខ្ញុំកាត់ក្តីបារម្ភណាស់ព្រោះធ្វេបើម៉ោង05:01តែព្រៃមើលទៅគឺយប់បាត់ហើយខ្ញុំក៏កាន់ចន្លុះអុជបំភ្លឺផ្លូវកាលនោះក្រណាស់មិនទាន់មានទូរស័ព្ទប្រើនឹងគេទេខ្ញុំដើរយ៉ាងលឿនបន់ក្នុងចិត្តសូមកុំឲ្យអូននីតាមានបញ្ហាអ្វីឲ្យសោះដើរបានប្រហែលជា5គីឡូម៉ែត្រខ្ញុំមានសំឡេងអូននីតាស្រែកឲ្យជួយផងអ្នកណាក៏បានជួយខ្ញុំផងលេងអញភ្លាមខ្ញុំស្ទុះមួយទំហឹងរត់រកសំឡេងនោះទីបំផុតឃើញមនុស្សប្រុសម្នាក់កំពុងតែប្រុងបំពានអូននីតាខ្ញុំមិនគិតច្រើនទេស្ទុះដើរវាមួយដៃអស់មួយទំហឹងវាដាច់ផ្ងារួចក៏រត់តែខ្ញុំស្រវីចុះឡើងចាប់បានអង្កត់ឈើមួយកំណាត់ចោលវាត្រូវក្បាលបែកក្បាលវានៅរត់ទៅបាត់ទៀតខ្ញុំពិតជាក្តៅណាស់អូននីតាស្ទុះអោបខ្ញុំហើយយំស្រាក់ខ្ញុំអង្អែលក្បាលឲ្យក៏នាំនាងត្រឡប់មកផ្ទះវិញហើយនាងនិយាយរៀបរាប់ថាតាមពិតនាងបានជិះម៉ូតូវិញហើយតែចៃដន្យឲ្យម្ចាស់ម៉ូតូគាត់ថាភ្លេចថង់លុយនៅទូអ្នកទិញមាសទើបសុំត្រឡប់ទៅវិញឲ្យខ្ញុំចាំបន្តិចដោយសារតែឃើញមេឃនៅភ្លឺទើបខ្ញុំមិនទៅជាមួយដល់ពេលចាំយូរពេកខ្ញុំក៏ដើរបណ្ដើរស្រាប់មេឃងឹតតែម្ដងស្រាប់តែមានបុរសម្នាក់លបមកពីក្រោយខ្ញុំចាប់ខ្ញុំផ្ដួលបំរុងបំពានលើខ្ញុំខ្មតាំងដែរតែកម្លាំងខ្សោយជាងវាសំណាងហើយដែលបងមកជួយខ្ញុំតាន់កុំអីខ្ញុំប្រកាសជាមិនអីទេចាត់ទុកជាសេអូនចុះចាប់ពីថ្ងៃនេះទៅបងនឹងមិនឲ្យអូនទៅណាម្នាក់ឯងទៀតទេស្អែកឡើងខ្ញុំបានឃើញអាឆើតរុំក្បាលនឹងបងខ្ញុំសង្ស័យថាវាជាអ្នកបំពានអូននីតាយប់មិញតែវានិយាយថាវាស្រវឹងដើរដួលបោកក្បាលនឹងស្ពានទេក្រោយមកបានប្រហែល 4-5 ថ្ងៃអាឆើតវាផឹកស្រវឹងទាំងថ្ងៃរួចក៏ជេរប្រតិចផ្ដាសាម្ចាស់ព្រៃប្រមាថគ្រប់បែបយ៉ាងស្រាប់តែពេលនោះមានសំឡេងមួយស្រែកហឺយ៉ាងខ្លាំងខ្ទរព្រៃឯអាឆើតវិញស្រាប់តែឈប់ជេរខ្លួនវាឡើងស្លេកដូចត្រីស្ងោរភ្នែកបញ្ឈរឡើងលើគ្រាប់ភ្នែកប្រែជាពណ៌ស្ញល់កន្តាក់ដៃកន្ត្រាក់ជើងរួចឆ្លើយសារភាពថាវាជាអ្នកបំពានអូននីតារួចក៏ស្រាប់តែដៃវាកាច់បំបាក់ឆ្អឹងផុសគួរឲ្យស្រាវណាស់នៅទីបំផុតវាមួលខ្លួនឯងបំបាក់តែម្ដងហេតុការណ៍ដ៏រន្ធត់នោះពិតជាធ្វើឲ្យខ្ញុំនិងអ្នកនៅទីនោះចងចាំមិនភ្លេចទេហើយក៏នាំគ្នារៀបចំសែនព្រេនថ្វាយម្ចាស់ព្រៃហើយក៏ត្រូវបានចាត់តាំងជាភូមិមួយឡើងហើយតាំងពីពេលនោះមកក៏មិនមាននរណាហ៊ានជេរប្រមាថឬធ្វើអំពើបាបកម្មទៀតដែរ